สุดท้ายผมหมายบองปโอนในคลิปนี้ยังเนี่ยได้โจจัดก็ได้จะตามดันมาเรื่องแอนิเมะโซอิชิถึงออกนี่ทั้งนี้ยังว่าตลอดจุกคลิปสารจะทำให้จมูกแอดมินมาดองติดไฮนาบาสក្នុងការសម្រាប់សេចក្ដីរឿងโซอิชิได้ជាភាគបញ្ចប់នៃរដូវកាលទី2របស់យើងក៏ប៉ុន្តែមុននឹងឈានចូលដល់ការសម្រាប់សេចក្ដីរឿងមួយនេះគឺអរគុណទៅដល់អ្នកឧបត្ថម្ភរបស់យើងក្នុងនោះរួមមាន Sister លក្ខណៈចំនួន 4000 រៀលនិង Prada ពៅតារាចំនួន 300 រៀលពិតជាអរគុណទៅដល់អ្នកទាំងពីរធំៗមែនតែនក្រោយពីរឿងមួយនេះចប់ហើយនឹងគ្នាយើងនឹងតាមដានជាមួយនឹង anime ថ្មីជាមួយនឹង admin តែ admin កំពុងតែមើលណា admin កាត់បានបន្តិចបន្តួចដែរហើយសង្ឃឹមថាគ្នាយើងនឹងពេញចិត្តជាមួយនឹង anime ថ្មី admin សុំលាក់សិនរឿងមួយវិញទៀតបើគ្នាយើងណាចង់ជួយឧបត្ថម្ភ admin ហ្នឹងគឺអាចជួយឧបត្ថម្ភតាមរយៈ QR scan មួយនេះបានណាអ្នកទាំងអស់គ្នាហើយម្យ៉ាងវិញទៀតអ្នកណាដែលចង់ធ្វើការ top up game គឺកុំភ្លេចជាមួយនឹង website vctopup.com ណាអ្នកទាំងអស់គ្នាហើយ admin និយាយរៀងច្រើនហើយតោះទៅតាមដានសាច់រឿងរបស់យើងតែម្ដងទៅណាបាទសាច់រឿងរបស់យើងគឺបានចាប់ផ្ដើមឡើងជាមួយនឹងនារីម្នាក់ទៀតជាមួយនឹងវាលៀនធំនៃសាច់រឿងរបស់យើងរឿងនេះណាដែលគេមានឈ្មោះថា Distra ហ្នឹងគឺជួបគ្នាជាមួយនឹងនារីម្នាក់ទៀតគឺជាគ្រូបង្រៀនរបស់គាត់ដែលនាងមានរូបរាងដូចទៅនឹងសារាបេះបិទតែម្ដងក៏ប៉ុន្តែនេះគ្រាន់តែជារឿងអតីតកាលរបស់ Distra តែប៉ុណ្ណោះបើងាកមកមើលបច្ចុប្បន្នវិញគាត់អង្គុយតែម្នាក់ឯងព្រមទាំងបានបើកជាមួយនឹង portal ខ្មៅរបស់គាត់នឹងធ្វើឲ្យគុំផ្កានៅជុំវិញខ្លួនរបស់គាត់ខ្លាចទៅជាគ្រីមស្វិតស្រពន់តែម្ដងដែលឡែកសាច់រឿងគឺបានកាត់ទៅកាន់សាលាបាបាដដែលនៅពេលនេះសូអេឈីកំពុងតែប្រជុំជាមួយនឹងលោកនាយកតាក់ទងជាមួយនឹងរឿងផ្លែឈើវិវត្តដែលសូអេឈីអត់សូវដឹងច្រើនទេប៉ុន្តែលោកនាយកនិយាយតាក់ទងជាមួយនឹងរឿងលម្អិតនៃផ្លែឈើវិវត្តមួយនេះដែលសូអេឈីអត់ទាន់បានដឹងតតែសោះហើយសូអេឈីបានសួរទៅកាន់គាត់ថាតើដឹងមែនដែលគាត់ក៏តបវិញថាហ្នឹងហើយតើគាត់នឹងមិនដឹងទៅរួចដល់របៀបណាហើយតើឯងនឹងគិតថាខ្ញុំគឺជាមនុស្សបែបណាទៅគ្រាន់តែលឺអញ្ចឹងភ្លាមហ្នឹងសារាបានចេញមុខនិយាយតែម្ដងថាលោកតាម្នាក់ហ្នឹងចូលចិត្តមើលរឿងអាភាសសូម្បីតែអូនីកាហ្នឹងក៏និយាយដូចគ្នាទៅនឹងសារាផងដែរលោកតាហ្នឹងក៏ដូចចិត្តទៀតដោយនិយាយថាត្រឹមត្រូវហើយគាត់គឺបែបហ្នឹងប៉ុន្តែថាអូបានហើយប៉ុណ្ណឹងគ្រប់គ្រាន់ហើយចូលសាច់ការរបស់គាត់វិញតែតាមកាពិតទៅហ្នឹងផ្លែឈើវិវត្តវាប្រៀបដូចជា item ឬក៏វត្ថុដ៏ស័ក្តិសិទ្ធិនៅក្នុងសាច់រឿងមួយនេះទាំងមូលណាវត្ថុដែលថាមានតម្លៃជាងគេតែម្ដងក៏ប៉ុន្តែវាមិនមែនជារឿងល្អពេញទីនោះទេដោយសារតែអ្នកដែលបរិភោគវាទៅបើមនុស្សល្អគឺមានរឿងល្អតែមនុស្សដែលបរិភោគទៅគឺជាមនុស្សអាក្រក់អាចនឹងមានរឿងអាក្រក់ផលប៉ះពាល់មកវិញគាត់ក៏បានលើកឡើងតាក់ទងជាមួយនឹងរឿងរបស់ Distra ដែលជាវិលៀនធំណាគាត់មានសក់ពណ៌សដែលយើងហៅការពិភាក្សាមុនការពីយូរក្រណាស់មកហើយហ្នឹងលោកតាហ្នឹងគាត់បានដើរទៅក្នុងភូមិមួយដែលរងទទួលការវិនាសប៉ុន្តែបានជួបគ្នាជាមួយនឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Distra ចំពោះ Distra ហ្នឹងគឺគាត់ពិតជាខឹងជាមួយនឹងព្រះជាម្ចាស់ក៏ដូចជាគិតដែរថាគាត់នឹងសម្លាប់ព្រះជាម្ចាស់ចោលដោយព្រះជាម្ចាស់មិនព្រមពិន័យមកដល់គាត់នោះទេសម្រាប់អ្នកភូមិរបស់គាត់ហើយព្រមទាំងបានមិនជួយជាមួយនឹងម្ដាយរបស់គាត់ទៀតដែលធ្វើឲ្យម្ដាយរបស់គាត់បាត់បង់ជីវិតក្រោយមកហ្នឹងលោកនាយកបាននាំជាមួយនឹង Distra ហ្នឹងចូលទៅរៀនជាមួយនឹងសាលាបាបាដហ្នឹងឯងក៏ប៉ុន្តែគាត់ហ្នឹងបានយកជាមួយនឹងមនុស្សម្នាក់ដែលដូចនឹងសារាហ្នឹងទៅបង្រៀនជាមួយនឹង Distra ហ្នឹងឯងដែលនាងហ្នឹងមានចិត្តទន់ភ្លន់និងចរិតល្អមែនតែនដែលបង្រៀនជាមួយនឹង Distra ធ្វើឲ្យ Distra ហ្នឹងក៏ដូចជាស្រឡាញ់នាងនិងយកកាដូមួយចំនួនហ្នឹងទៅជូនកាន់នាងថែមទៀតផងប៉ុន្តែរឿងដែលល្អកើតឡើងចំពោះ Distra ហ្នឹងមិនបានយូរនោះទេមានហ្វូងបិសាចហ្នឹងចូលទៅអុកលក់សាលាក៏ដូចជាបានវាប្រហារទៅកាន់សាលាធ្វើឲ្យសិស្សទាំងអស់គ្នាហ្នឹងគឺចាប់ផ្ដើមនាំគ្នារត់គេចប៉ុន្តែ Distra បែរជាបានជួបជាមួយនឹងសត្វចចកភ្លើងតែគាត់ហ្នឹងខំវាជាមួយនឹងចចកភ្លើងហ្នឹងដែរតែវាអត់ឈ្នះនោះទេត្រូវបានចចកភ្លើងហ្នឹងវាប្រហារទៅវិញប៉ុន្តែត្រូវបានអ្នកគ្រូរបស់ខ្លួននឹងចេញទៅរងជំនួសដែលធ្វើឲ្យអ្នកគ្រូនឹងគឺរងរបួសធ្ងន់ហើយអ្នកគ្រូនឹងគឺបានស្លាប់បាត់បង់ជីវិតនៅក្នុងគំនុកបាក់បែកនឹងតែម្ដងដែលនេះហើយបណ្ដាឲ្យ Distra នឹងកាន់តែធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹមឃើញត្រឹមតែដង្កៀបដែលគាត់បានជូនអ្នកគ្រូសេចក្តីអស់សង្ឃឹមគឺបានលេបត្របាក់ជាមួយនឹង Distra យកតែម្ដងដោយបានដាក់លក្ខខណ្ឌថាបើ Distra ឲ្យគាត់លេបត្របាក់នឹងគេនឹងបានជាមួយនឹងផ្លែឈើវិវត្តហើយបានញ៉ាំជាមួយនឹងផ្លែឈើវិវត្តមួយនឹងគ្រូនាយកគាត់អត់ទាន់នោះទេវាគ្រូនាយកឡើងពើងទៅទៀតហើយគាត់ធ្លាក់ចូលទៅក្នុងសេចក្តីអស់សង្ឃឹមនឹងប្រៀបដូចជាសូអេឈីធ្លាប់ធ្លាក់ចូលទៅតែសូអេឈីគាត់មានអ្នកដតីទៀតនឹងតាមជួយគាត់ហេតុនេះហើយទៅធ្វើឲ្យសូអេឈីនឹងមិនបានធ្លាក់ចូលក្នុងភាពអស់សង្ឃឹមនឹងពេញលេញនោះទេប៉ុន្តែ Distra គឺបានធ្លាក់ចូលទៅពេញលេញនៃជំរឿននឹងបាត់ទៅហើយមកមើលពេលបច្ចុប្បន្នឯនេះវិញដែល Distra នឹងគឺបានបើកជាមួយនឹង portal វេទមន្តដ៏ធំមួយនៅលើឯដំបូលរបស់សាលារៀនគាត់គឺបាន teleport មកក៏ដូចជានិយាយសួរស្ដីទៅកាន់សូអេឈីនិងលោកនាយកដែលខានជួបគ្នាជាយូរដែលដំបូងឡើយហ្នឹងគាត់គឺបានដាក់សម្ពាធទៅលើមនុស្សគ្រប់គ្នានៅជុំវិញសាលាហ្នឹងក្រុមទាំងបានងាកទៅឃើញលោកនាយកគឺបានវាយប្រហារទៅកាន់លោកនាយកឡើងប៉ឹងថែមទៀតផងចំពោះលោកនាយកហ្នឹងគាត់អាចតដៃរួចនោះទេត្រូវបានការវាយប្រហារមួយហ្នឹងវាយគាត់ឡើងប៉ឹងតែម្ដងដែលធ្វើឲ្យគាត់នៅពេលនេះហ្នឹងគឺបានដេកដួលសន្លប់បាត់ទៅហើយពួកវេទមន្តនៅលើដំបូលសាលាឯនេះវិញហ្នឹងគឺបាន teleport សូអេឈីក៏ដូចជាវាយប្រហារទៅកាន់មិត្តភក្តិរបស់សូអេឈីទៅកន្លែងមួយផ្សេងទៀតពួកគេទាំងអស់គ្នាគឺបានបែកបាក់គ្នាដែលសូអេឈីគឺបានធ្លាក់ចូលទៅក្នុងពិភពរបស់ Distra ក៏ប៉ុន្តែសារាគឺបានចូលទៅក្នុងហ្នឹងជាមួយនឹងសូអេឈីដែរចំពោះ Distra ក៏បានណែនាំដែរថាពិភពមួយនេះគឺជាពិភពនៃអស់សង្ឃឹមរបស់គាត់ដែលគាត់បានបង្កើតឡើងមកហើយពិភពមួយនេះគឺគាត់បានបង្កើតឡើងមកហើយគាត់នឹងធ្វើការបង្កើតជាមួយនឹងពិភពថ្មីមួយទៀតជាមួយនឹងសេចក្តីអស់សង្ឃឹមរបស់គាត់ដែលពិភពលោកមួយនេះគឺវាពិតជាអយុត្តិធ
ធម៌សម្រាប់គាត់ខ្លាំងណាស់ក្រោយពីពិភពលោកនឹងអយុត្តិធម៌សម្រាប់គាត់គឺចង់ឲ្យពិភពលោកមួយនេះគឺអយុត្តិធម៌សម្រាប់សូអេឈីដូចគ្នាគាត់គឺចាប់ផ្ដើមបើកការវាយប្រហារជាមួយនឹងសូអេឈីយកតែម្ដងចំពោះការវាយប្រហារហ្នឹងគឺសូអេឈីអាចវាយឈ្នះឌីស្ត្រានៅឡើយត្រូវបានឌីស្ត្រាវាយហើយវាយទៀតឌីស្ត្រាក៏និយាយដែរថាលីហើយសូអេឈីប៉ុន្តែនៅពេលនោះស្រាប់តែសារាចេញមកជួយរងជាមួយនឹងកំបិតរបស់ឌីស្ត្រាថែមទាំងបានវាយទៅកាន់ឌីស្ត្រាមួយដៃឡើងប៉ើងប៉ុន្តែចូលទៅវាយទៀតវាយគេអត់ចោះនោះឡើយក្រោយពីបណ្ដោយឲ្យសារាវាយបែបហ្នឹងហើយហ្នឹងឌីស្ត្រាគាត់ក៏បានវាយទៅកាន់សារាវិញយកតែម្ដងគាត់ក៏បានបើកជាមួយនឹងដៃខ្មៅរបស់គាត់ហ្នឹងវាយប្រហារទៅកាន់សារាវិញក្រោយតែពីត្រូវមួយដៃហ្នឹងហើយសារាគឺបានបដូរពីទម្រង់កេងកងខ្លាចទៅជាមនុស្សសូអេឈីគឺទៅបីត្រកងជាមួយនឹងនាងគឺបានអរគុណទៅកាន់សូអេឈីកន្លងមកពេលវេលាដែលពួកគេនៅជាមួយនឹងគ្នានាងពិតជាសប្បាយចិត្តខ្លាំងណាស់ព្រមទាំងបានស្នើសុំសូអេឈីនឹងឲ្យចេះមើលថែខ្លួនផងនៅពេលដែលនាងមិននៅនាងគឺបានបាត់បង់ជីវិតតែម្ដងពេលនោះឌីស្ត្រាបាននិយាយឌឺដងទៅកាន់សូអេឈីថាមកពីសូអេឈីនឹងឯងទើបសារាបាត់បង់ជីវិតនេះគឺជាការលះបង់របស់សារាទៅកាន់សូអេឈីក៏ដូចជាឲ្យសូអេឈីនឹងដាស់ជាមួយនឹងធម្មពល Evil Fruit របស់គាត់ហើយនឹងអាធម្មពលនៃការវិវត្តហ្នឹងគឺវាចាប់ផ្ដើមដឹងឡើងមកតែម្ដងដោយវាចាប់ផ្ដើម Awaken នៅក្នុងខ្លួនរបស់សូអេឈីដែលធ្វើឲ្យសូអេឈីនៅពេលនេះគឺចាប់ផ្ដើមបញ្ចេញជាមួយនឹងពន្លឺក៏ដូចជារាងកាយរបស់គាត់ហ្នឹងគឺចាប់ផ្ដើមប្រេះជាមួយនឹងស្នាមពណ៌ក្រហមចំពោះសូអេឈីខ្លួនគាត់ផ្ទាល់ហ្នឹងគឺគាត់បានធ្លាក់ចូលទៅក្នុងការចងចាំរបស់ខ្លួនឯងឃើញជាមួយនឹងការចងចាំល្អៗនៅក្នុងពិភពមួយនេះនិងពិភពមុនមួយចំនួនផងដែរហើយនៅពេលនោះឌីស្ត្រាបានដើរមកនិយាយជាមួយនឹងសូអេឈីក៏ដូចជាប្រាប់សូអេឈីដែលថានេះគឺជាពិភពលោកដ៏អយុត្តិធម៌ឃើញទេសូអេឈីលោកត្រូវទទួលរងការប្រមាថអំពីអ្នកផ្សេងដទៃទៀតពិភពលោកមួយនេះមិនបាននៅខាងពួកយើងនោះទេព្រះជាម្ចាស់បែរជាសម្លាប់មនុស្សនៅជុំវិញខ្លួនរបស់យើងទៅវិញសូអេឈីតើលោកដឹងដែរឬអត់ក៏ប៉ុន្តែនៅពេលនោះសំឡេងរបស់សារានិយាយដែរថាសូអេឈីខ្ញុំស្រឡាញ់បងណាសូអេឈីស្នេហារបស់ពួកយើងគឺបានវិវត្តហើយនៅពេលនេះសូអេឈីគាត់ក៏បាននឹកឃើញជាមួយនឹងពេលវេលាល្អៗមួយនឹងអ្នកដទៃទៀតក៏ប៉ុន្តែឌីស្ត្រាអត់បាញ់ចិត្តនោះទេចង់ឲ្យសូអេឈីខ្លាចទៅជាមនុស្សអស់សង្ឃឹមក៏ដូចជាធ្លាក់ទៅក្នុងសេចក្តីអស់សង្ឃឹមដូចជាគាត់អីចឹងណាក៏ប៉ុន្តែប្រលឹងរបស់សារានៅតែតាមសូអេឈីក៏ដូចជាអរគុណទៅកាន់ភាពចិត្តល្អរបស់សូអេឈីនៅក្នុងរាងកាយពិតរបស់គាត់នៅក្នុងពិភពពិតរបស់គាត់ឯនេះវិញហ្នឹងគាត់ក៏បានវិវត្តខ្លាចទៅជាទម្រង់ថ្មីដែលគាត់និយាយថាទម្រង់ចុងក្រោយហើយគាត់ក៏ចាប់ផ្ដើមច្រៀងនៅចម្រៀងមួយបទតែមិនដឹងថាចំណងជើងអីគេនោះទេនៅពេលដែលគាត់ច្រៀងហ្នឹងគឺសំឡេងមួយហ្នឹងគឺបានលឺទៅដល់អ្នកដទៃទៀតអ្នកដែលបានបាត់បង់ជីវិតមួយចំនួនដូចជាពួកបិសាចហ្នឹងគឺពួកគេបានស្រាប់តែដឹងខ្លួនឡើងមកវិញពីតួហ្នឹងគេក៏បានដឹងខ្លួនឡើងមកវិញផងដែរជាមួយនឹងកម្លាំងរបស់គេហ្នឹងពេញលេញតែម្ដងក៏ប៉ុន្តែឌីស្ត្រាហ្នឹងក៏អត់បាញ់ចិត្តនោះទេគាត់ចង់ឲ្យសូអេឈីខ្លាចទៅជាគាត់ដូចគ្នាអញ្ចឹងហើយហ្នឹងទើបគាត់ហ្នឹងខំធ្វើរឿងរ៉ាវទាំងហ្នឹងប៉ុន្តែសូអេឈីបែរជាមិនបានទៅដូចគាត់អីណាបែរជាប្រឆាំងជាមួយនឹងគាត់ពីមួយកន្លែងទៅមួយកន្លែងហើយនៅពេលនេះហ្នឹងឌីស្ត្រាគឺបានបើកការវាយប្រហារជាមួយនឹងធម្មពលខ្មៅរបស់គាត់ទៀតហើយប៉ុន្តែវាសូអេឈីលេងចូលដូចមុនហើយត្រូវបានសូអេឈីនឹងវាយវិញយ៉ាងងាយតែម្ដងជាចុងក្រោយនឹងចាញ់ជាមួយនឹងសម្ដីរបស់សូអេឈីដោយបញ្ជាក់ដែរថាគាត់យល់អំពីការបរាជ័យក៏ដូចជាការបាត់បង់របស់ឌីស្ត្រាគាត់មានអារម្មណ៍ដូចគ្នាប៉ុន្តែគ្រាន់តែថាការដែលគាត់ជួបជាមួយនឹងការឈឺចាប់ទាំងអស់ហ្នឹងគឺវាខុសគ្នាក៏ប៉ុន្តែវានៅតែជាការឈឺចាប់ដូចតែគ្នាហ្នឹងអញ្ចឹងហើយហ្នឹងទើបគាត់ដាស់ជាមួយនឹងឌីស្ត្រាហ្នឹងឲ្យភ្ញាក់ខ្លួនឡើងមកវិញមកកុំធ្វើរឿងរ៉ាវទាំងហ្នឹងទៀតអីក្រោយតែពីភ្ញាក់រលឹកហើយហ្នឹងឌីស្ត្រាគាត់បែរជាបានសម្លាប់ខ្លួនឯងទៅវិញធ្វើឲ្យខ្លួនឯងខ្លាចទៅជាផ្លែឈើវិវត្តនឹងម្ដងទៀតក៏ប៉ុន្តែមុនពេលហ្នឹងសូអេឈីខំព្យាបាលគាត់ដែរតែគាត់ក៏និយាយដែរថាមិនបាច់ព្យាបាលគាត់នោះទេគាត់ចង់ខ្លាចទៅជាធម្មតាវិញហើយគាត់នឹងទៅជួបជាមួយនឹងសិនសេរបស់គាត់ក្នុងក្រោយហ្នឹងគឺបានខ្លាចទៅជាក្របពូជនៃផ្លែឈើវិវត្តធ្លាក់ចូលទៅក្នុងដីបន្សល់តែជាមួយនឹងដំគៀបមិនត្រឹមតែប៉ុណ្្នឹងនោះទេសារាក៏បានដឹងខ្លួនឡើងមកវិញគឺដូចជានិយាយលេងជាមួយនឹងសូអេឈីនិងនិយាយថាស្រឡាញ់គ្នាអីចឹងទៅអ្នកទាំងពីរគឺបានអបគ្នាជាមួយនឹងសេចក្តីស្រឡាញ់ក៏ប៉ុន្តែរឿងគួរអស់សំណើចវានៅតែមានគឺសារាបានខ្លាចទៅជាគីងកុងថើបសូអេឈីថើបយកធ្វើឲ្យសូអេឈីនឹងក៏សប្បាយចិត្តនៅពេលដែលដឹងថាសារានឹងគឺនៅមានជីវិតចុងក្រោយសារាដាក់សូអេឈីនៅលើស្មានាំគ្នាបណ្ដើរគ្នានឹងទៅកាន់ទីក្រុងវិញគ្រាន់តែសូអេឈីនិងសារាទៅដល់សាលាហ្នឹងមនុស្សគ្រប់គ្នាសប្បាយចិត្តមែនទែនពួកគេពិតជារីករាយក្រោយពីបានឃើញអ្នកទាំងពីរត្រឡប់មកវិញដោយមានសុវត្ថិភាពបែបនេះពួកគេក៏បានជប់លៀងជាមួយនឹងគ្នាញ៉ាំអីជាមួយនឹងគ្នាជាចុងបញ្ចប់នៃសាច់រឿងនេះឃើញថាមនុស្សគ្រប់គ្នាគឺបានជួបជុំគ្នាយ៉ាងសប្បាយរីករាយហើយពួកគេពីមួយកន្លែងទៅមួយកន្លែងហ្នឹងគឺជប់លៀងជាមួយនឹងគ្នាដោយសន្តិភាពដោយសារតែនៅពេលនេះអត់មានបំបូរបិសាចហ្នឹងគឺវាប្រហារមនុស្សក៏បានវាប្រហារបិសាចដូចគ្នាហើយខាងឌីស្ត្រាហ្នឹងគាត់ក៏បានជួបគ្នាជាមួយនឹងអ្នកគ្រូរបស់គាត់ដែលរូបរាងដូចទៅនឹងសារាហ្នឹងណាសាច់រឿងក៏បានបញ្ចប់ជាមួយនឹងតួអង្គចិត្តអាក្រក់ម្នាក់ទៀតដោយមិនដឹងថាគេមានស៊ីសនបន្តទៀតអត់ទេណាគឺសាច់រឿងចប់តែប៉ុណ្្នឹងណាគ្នាយើងហើយ admin គឺអរគុណអ្នកទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូតាំងពីដើមដល់ចប់